ក្មេងស្រីម្នាក់ភ្ញាក់ពីគេងនៅព្រឹកមួយហើយដឹងថាខ្លួនឯងមានអាការៈចម្លែករាល់ពេលដែលចង្វាក់បេះដូងរបស់នាងឡើងលើស180នាងប្រែទៅជាខ្លាឃ្មុំក្រហមដ៏ធំមួយហើយមូលហេតុដែលវាចាប់ផ្ដើមគឺគំនូរអ្នកគាំទ្រដ៏គួរឲ្យខ្មាស់អៀនដែលនាងបានគូរនៅថ្ងៃមុនគំនូរមួយនាំទៅរកមួយទៀតបន្ទាប់មកភ្លាមនាងក៏លឺម្ដាយហៅនាងប្រញាប់ត្រឡប់ទៅក្រេវិញឲ្យលឿនបំផុតប៉ុន្តែនៅពេលដែលម្ដាយនាងដើរចូលមកក្នុងបន្ទប់គាត់នៅតែឃើញសៀវភៅកត់ត្រាភ្លាមដែលគាត់ខឹងខ្លាំងណាស់ដោយមិននិយាយអ្វីសោះគាត់ក៏អូកូនស្រីទៅហាងលក់ទំនិញគាត់បានបោះគំនូរទាំងនោះនៅមុខបុគ្គលិកហាងបន្ទាប់មកគាត់ប្រាប់ឲ្យបរិះនោះនៅឆ្ងាយពីកូនស្រីរបស់គាត់ការពិតគឺក្មេងស្រីនោះមិនស្គាល់ក្មេងប្រុសនោះទេនាងនិងមិត្តភ័ក្តិរបស់នាងគ្រាន់តែលួចកោតសរសើរគាត់រាល់ថ្ងៃក្រោយម៉ោងរៀនប្រសិនបើមានស្នាមប្រេះនៅលើដីនាងប្រហែលជាលួចចូលទៅក្នុងនោះបាត់ហើយយប់នោះនាងយំជាច្រើនម៉ោងបន្ទាប់មកនាងក៏យកសប្តីចម្លែកក្នុងក្តីសុបិននោះមាននរណាម្នាក់ប្រាប់នាងថាអ្នកណាដែលចូលចិត្តនឹងតាមដានវីដេអូនេះនឹងមានសំណាងល្អរាល់ថ្ងៃបន្ទាប់មកនាងមិនជឿមួយវិនាទីទេប៉ុន្តែនៅពេលនាងភ្ញាក់ពីគេនៅព្រឹកបន្ទាប់នាងបានប្រែទៅជាខ្លាឃ្មុំក្រហមដ៏ធំមួយសំឡេងស្រែករបស់នាងបានធ្វើឲ្យម្ដាយនាងរត់មកភ្លាមដោយគិតថាកូនស្រីរបស់គាត់បានមករដូវលើកដំបូងម្ដាយដែលយកចិត្តទុកដាក់របស់គាត់បានបញ្ញាប់ចូលមកជាមួយបន្ទះអនាម័យនិងថ្នាំបំបត្តិឈឺពេលគាត់ហៀបនឹងទាញវាំងនននឹងទប់ទឹកចេញគាត់ក៏ស្រាប់តែធុំក្លិនអ្វីឆេះនៅក្នុងផ្ទះបាយការរំខានដ៏សំណាងនោះបានជួយសង្គ្រោះក្មេងស្រីមិនឲ្យគេដឹងត្រឡប់មកបន្ទប់វិញនាងក៏ដឹងពីអត្ថកម្បាំងរាល់ពេលដែលអារម្មណ៍នាងខ្លាំងពេកនាងក៏ប្រែទៅជាខ្លាឃ្មុំក្រហមបន្ទាប់ពីប្រែទៅជាមនុស្សវិញនាងក៏កត់សម្គាល់ឃើញអ្វីផ្សេងទៀតសាក់របស់នាងបានប្រែទៅជាពណ៌ក្រហមភ្លឺនាងគ្មានជំរឿអ្វីក្រៅពីពាក់មុខទៅសាលាទេប៉ុន្តែអ្វីដែលកាន់តែអាក្រក់ទៅទៀតនោះគឺម្ដាយរបស់នាងបានមកដល់សាលាសន្តិសុខថែមទាំងយល់ច្រឡំថានាងជាការគំរាមកំហែងទៀតផងនៅពេលនោះក្មេងស្រីមិនអាចទប់អារម្មណ៍របស់នាងបានទៀតទេក្នុងមួយប្រព្រឹត្តភ្នែកនាងក៏ប្រែទៅជាខ្លាឃ្មុំក្រហមដ៏ធំមួយក្លិនដ៏អាក្រក់បានពេញបន្ទប់រៀនទាំងមូលនាងក៏រត់ចេញពីសាលាហើយរត់ត្រឡប់ទៅផ្ទះវិញនៅពេលម្ដាយនាងឃើញរូបរាងថ្មីរបស់នាងគាត់មិនភ័យខ្លាចទាស់តែសោះផ្ទុយទៅវិញគាត់បានលាតត្រដាងអត្ថកម្បាំងគ្រួសារដែលរកបានលាក់បាំងអស់ជាច្រើនចំនួនមកហើយជីដូនជីតារបស់ពួកគេបានបួងសួងសូមអំណាចដើម្បីការពារគ្រួសាររបស់ពួកគេដែលត្រូវបានផ្ដល់ឲ្យប៉ុន្តែមានតម្លៃស្ត្រីគ្រប់រូបដែលកើតនៅក្នុងគ្រួសារនឹងទទួលបានសមត្ថភាពនេះការនោះវាជាពរជ័យប៉ុន្តែនៅសម័យទំនើបវាបានក្លាយជាបន្ទុកមនុស្សអាចចាប់ពួកគេហើយសិក្សាពួកគេដូចជាសត្វចម្លែកសំណាងល្អមានដំណោះស្រាយនៅយប់ព្រះច័ន្ទក្រហមពួកគេអាចបិទវិញ្ញាណខ្លាឃ្មុំបានបន្ទាប់មកនាងនឹងមិនប្រែទៅជាបែបនេះដែលមិននឹកស្មានដល់ទៀតទេបញ្ហាគឺថាព្រះច័ន្ទក្រហមនឹងមិនលេចឡើងរហូតដល់មួយខែទៀតរហូតដល់ពេលនោះនាងត្រូវគ្រប់គ្រងអារម្មណ៍របស់នាងកាន់តែនាងប្រែទៅជាខ្លាឃ្មុំនៅក្នុងខ្លួននាងនៅតែខ្លាំងនៅពេលមិត្តភក្តិជិតស្និទ្ធបំផុតរបស់នាងដឹងការពិតពួកគេមិនភ័យខ្លាចទាល់តែសោះពួកគេគិតថារូបរាងខ្លាឃ្មុំរបស់នាងពិតជាគួរឲ្យស្រឡាញ់ណាស់ដែលមានការគ្រប់គ្រងនិងលើកទឹកចិត្តពីនាងក៏បន្តិចម្ដងស្គប់ចិត្តហើយចាប់ផ្ដើមមានអារម្មណ៍ថាខ្លួនឯងវិញដើម្បីបញ្ជាក់ថាគាត់អាចគ្រប់គ្រងការប្រែប្រួលបានម្ដាយរបស់នាងបានដាក់នាងឲ្យឆ្លងកាត់ការធ្វើតេស្តគ្រប់ប្រភេទមិនថាពួកគេព្យាយាមយ៉ាងណាក៏ដោយនាងមិនបានប្រែប្រួលទេដោយមានទំនុកចិត្តនាងបានសុំលុយម្ដាយដើម្បីទិញសម្បត្តិកង់សែផ្ទុយទៅវិញនាងទទួលបានការបង្រៀនដ៏គួរឲ្យចាប់អារម្មណ៍នៅថ្ងៃបន្ទាប់ក្នុងពេលសម្រាប់អាហារថ្ងៃត្រង់នាងនិងមិត្តភក្តិរបស់នាងកំពុងពិភាក្សាគ្នាពីវិធីរកលុយនៅក្នុងបន្ទប់ទឹកសាលារៀនបន្ទាប់មកសម្នាក់ទៀតបានដើរចូលដល់ចៃដន្យនាងបានលាក់នៅក្នុងបន្ទប់ទឹកយ៉ាងលឿនប៉ុន្តែអ្វីដែលបានកើតឡើងបន្ទាប់មកបានធ្វើឲ្យពួកគេទាំងអស់ភ្ញាក់ផ្អើលសរសើរនសើជួយចិត្តតម្រង់ខ្លាឃ្មុំ Panda របស់នាងសូម្បីតែមានអ្នកខ្លះក៏ព្រមបង់ប្រាក់ដើម្បីធ្វើថតរូបជាមួយនាងដែរនាងបានតស៊ូដើម្បីទិញសម្បត្តិកង់សែឥឡូវនាងរកលុយបានគ្រាន់តែដោយការថតរូបមិនយូរប៉ុន្មានពួកគេមានលុយស្ទើរតែគ្រប់គ្រាន់ហើយពួកគេខ្វះតែ$100ប៉ុណ្ណោះប៉ុន្តែនៅសល់តែ2ថ្ងៃទៀតប៉ុណ្ណោះមុនពេលកង់សែពេលវេលាកំពុងតែអស់ហើយបន្ទាប់មកគូប្រជែងធំបំផុតរបស់នាងបានអញ្ជើញនាងទៅពិធីជប់លៀងខួបកំណើតមិនត្រឹមតែប៉ុណ្ណោះនាងបានផ្ដល់ជូននាង$200ដើម្បីឱកាសបានឃើញក្រុមតន្ត្រីដែលនាងជួយចិត្តសូម្បីតែមួយថ្ងៃក៏មានតម្លៃដែរនៅថ្ងៃជប់លៀងនាងបានប្រែប្រួលទៅជាទម្រង់ខ្លាឃ្មុំ Panda ក្រហមដ៏ធំមួយហើយបានលួចការបង្ហាញទងស្រុងនាងបានក្លាយជាចំណុចកណ្ដាលនៃចំណាប់អារម្មណ៍អ្វីដែលល្អបំផុតនោះគឺនាងទីបំផុតមានលុយគ្រប់គ្រាន់សម្រាប់សម្បត្តិបន្ទាប់មកការប្រកាសតាមវិទ្យុបានផ្លាស់ប្ដូរអ្វីគ្រប់យ៉ាងម្ដាយកូនសែមិនមែននៅថ្ងៃទី8ទេវាគឺនៅថ្ងៃទី8ពួកគេបានយល់ច្រឡំថ្ងៃខែទាំងស្រុងនាងស្ទើរតែប្រែប្រួលទៅជាទម្រង់ខ្លាឃ្មុំ Panda ក្រហមម្ដងទៀតដែលតែពិធីបិទក៏ត្រូវបានកំណត់នៅថ្ងៃទី8ដែរឥឡូវនេះនាងមានជំរឿនដែលមិនអាចធ្វើទៅរួចនៅលើផ្លូវត្រឡប់មកតែវិញនាងមិនអាចជួបមានអារម្មណ៍វេទនាបានទេដើម្បីធានាថាពិធីនេះប្រព្រឹត្តទៅដោយរលូនម្ដាយរបស់នាងបានអញ្ជើញសាច់ញាតិទាំងអស់ដែលនាងអាចរកបានបន្ទាប់មកថ្ងៃទី8ក៏បានមកដល់ពិធីបិទបានចាប់ផ្ដើមសេអត្ថកម្បាំងមួយបានលើកក្មេងស្រីនោះឡើងទៅលើអាកាសមួយសន្ទុះក្រោយមកនាងបានឃើញខ្លួនឯងនៅក្នុងព្រៃឫស្សីដ៏អស្ចារ្យមួយនៅទីនោះនាងបានជួបដូនតារបស់នាងដើម្បីបិទវិញ្ញាណតែខ្លាឃ្មុំជារៀងរហូតនាងត្រូវឆ្លងកាត់កញ្ចក់ដែលបង្កើតដោយដូនតារបស់នាងដំណើរការនេះគឺឈឺចាប់ខ្លាំងណាស់វាហាក់ដូចជាព្រលឹងរបស់នាងត្រូវបានហែកហួរបន្ទាប់មកនាងបានងាកក្រោយហើយខ្លាឃ្មុំពណ៌ផ្កាឈូករបស់នាងភ្លាមនោះការចងចាំការពីខែមុនបានជន់លិចក្នុងចិត្តរបស់នាងហើយនាងបានដឹងអ្វីមួយនេះគឺជាអ្វីដែលនាងពិតជាចង់ខ្លាចជាចាប់តាំងពីខ្លាចជាខ្លាឃ្មុំមកនាងមិនដែលមានអារម្មណ៍សប្បាយចិត្តជាងនេះទេនាងបានបំបីពិធីហើយបានប្រែប្រួលម្ដងទៀតបន្ទាប់មកនាងបានប្រាប់ម្ដាយរបស់នាងពីការពិត
คลาขมบ้านคลาจิพเนกมวยเนียงให้นี่มันจองบัดบองเบียเตโดยมันอัปเปิลในการจำต่อกับครัวซานเนียงบ้านรถจริงปันแต่ขนมเปต่อสู้เนียงบ้านบอมไบคอนเทนเนอร์ดับวิญญาณคลาขมเดบัดเชตบอมมาได้เนียงปันต่อปิตรบ้านอามาหมกในจุปมุกครัวซาตึงอ๋อกำหังระบอมมาได้เนียงกับตูลังถ้ามาปกคลาขมเดเนียงบ้านบัดเชตเอาเชิรบ้านตลบมกขนมคลุนเนียงวิ่งได้สำเร็จกระทำอย่างคลางคลาคลาขมเดทมมวยบ้านเล็กปันต่อไปเกจิงปิบแต่ขมเสรนุบ้านประสมัตพิบคลาขมระบดได้มันดัมเบลโลดฉลังดัมบบแต่รอบสับแมทจุมวยหนึ่งการโลดจดทมมวยเนียงบ้านจุดจดยันละอัดชานในคนแรงกงเสการเมื่อกรมดนตรีได้ในสมได้ในเลจแค่เตียงปัจจิสบายจิตนะตั้งแต่ในเปเดฟูมันสไตรโคได้ระบอนเนียงกบันบางหันคลวนមុនពេលព្រះច័ន្ទពណ៌ក្រហមបាត់ទៅពួកគេក៏បានបញ្ចប់ពិធីសាសនាត្រឡប់មកព្រៃរិស័យវិញក្មេងស្រីនោះបានឃើញពីរបៀបដែលម្ដាយរបស់នាងកាលពីនៅក្មេងហើយនាងក៏ដឹងអ្វីមួយដ៏សំខាន់នេះមិនមែនជាមនុស្សតែម្នាក់គត់ដែលមានកុមារភាពមិនសប្បាយចិត្តតាមពិតទៅកុមារភាពរបស់ម្ដាយកាន់តែលំបាកជាងនាងទៅទៀតជាលើកដំបូងដែលនាងយល់ពីសេចក្តីស្រឡាញ់របស់ម្ដាយនាងនៅទីបំផុតក្មេងស្រីនោះបានជ្រើសរើសមិនបិទវិញ្ញាណខ្លាឃ្មុំផេនដារបស់នាងហើយក៏បានរៀនយល់ពីកូនស្រីរបស់នាងអ្នកទាំងពីរបានផ្សះផ្សាហើយកាន់តែស្និទ្ធស្នាលជាងមុនក្នុងនាមជាឪពុកម្ដាយការបង្ខំការរំពឹងទុកផ្ទាល់ខ្លួនទៅលើកូនៗមិនមែនជាវិធីដ៏ល្អឥតខ្ចោះនៅក្នុងការចិញ្ចឹមពួកគេនោះទេគុំហិននឹងការស្រែកមិនសូវជាដោះស្រាយបញ្ហាពិតប្រាកដបានទេការអត់ធ្មត់និងការទំនាក់ទំនងគឺមានប្រសិទ្ធភាពជាងរដូវដំបូងរបស់ក្មេងស្រីគ្រប់រូបគឺជាព្រឹត្តិការណ៍សំខាន់ក្នុងជីវិតរបស់នាងហើយកុមារគ្រប់រូបសននឹងទទួលបានការយកចិត្តទុកដាក់ការគ្រប់គ្រងនិងការយល់ដឹងនៅពេលដែលពួកគេធំឡើង